ហើយអ្វីលោកថាក់ស៊ីនទៅឌូបៃជំនួសឲ្យការទៅសិង្ហបុរីនៅព្រឹកថ្ងៃសុក្រទី5កញ្ញាឆ្នាំ2025នេះលោកថាក់ស៊ីនស៊ីនវត្រាបានទៅដល់ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមហើយតាមយន្តហោះឯកជនរបស់គាត់ដោយជាក់ស្ដែងគាត់មិនមែនទៅសិង្ហបុរីដោយដែលការដែលគាត់បានបញ្ជាក់នៅឯប្រលានយន្តហោះនោះទេប៉ុន្តែគាត់បែរជាទៅឌូបៃវិញនេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានខៅសុតលោកថាក់ស៊ីនត្រូវបានប៉ូលីសអន្តោប្រវេសន៍នៅឯប្រលានយន្តហោះដនមឿងធ្វើការឃាត់ខ្លួននិងរឹបអូសយកប៉ាសពតរបស់គាត់ប៉ុន្តែនៅពេលនោះគាត់បានបញ្ជាក់ថាគាត់នឹងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាពបន្ទាប់ពីការសួរនាំនិងពិនិត្យរបស់ប៉ូលីសអន្តោប្រវេសន៍រួចអតីតនាយករដ្ឋមន្ត្រីថៃរូបនេះក៏ត្រូវបានប៉ូលីសអនុញ្ញាតឲ្យចាក់ចេញធ្វើដំណើរទៅសិង្ហបុរីតាមយន្តហោះឯកជនរបស់គាត់ដែលមានឈ្មោះថា Bombardier Global 7500ប៉ុន្តែលោកក៏បានសន្យាជាមួយនឹងប៉ូលីសផងដែរថានឹងវិលត្រឡប់ចូលស្រុកនៅក្នុងរយៈពេល2ថ្ងៃបន្ទាប់ដើម្បីឡើងតុលាការនៅថ្ងៃទី9ខែកញ្ញាឆ្នាំ2025នេះរឿងដែលគួរឲ្យចាប់អារម្មណ៍នៅពេលដែលគាត់ចាក់ចេញពីប្រលានយន្តហោះដនមឿងនៅម៉ោងប្រហែល 9:30 នាទីយប់គេបានដឹងថាយន្តហោះរបស់លោកថាស៊ីនស៊ីនវត្រាបានបង្វែរផ្លូវចេញពីទិសដៅទៅសិង្ហបុរីហើយហោះនៅលើមហាសមុទ្រឥណ្ឌាក៏លឹងចំនួន2ជុំបន្ទាប់មកនៅម៉ោង 11 យប់យន្តហោះបានហោះឆ្ពោះទៅកាន់ប្រទេសឥណ្ឌាវិញរួចបានហោះទៅកាន់តំបន់មជ្ឈិមបូព៌ាលុះចូលដល់ម៉ោង 12:15 នាទីរំលងអាធ្រាត្របើយើងយោងទៅតាមគេហទំព័រដែលតាមដានការហោះហើរគឺ Flight Trader 24បានបញ្ជាក់ឲ្យដឹងថាគោលដៅរបស់យន្តហោះរបស់លោកថាក់ស៊ីនគឺហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិឌូបៃនៃប្រទេសអារ៉ាប់រួមហើយចូលដល់ម៉ោង 2:40 នាទីទីភ្លឺយន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឌូបៃបន្ទាប់ពីការហោះហើរអស់រយៈពេល7ម៉ោងនិង23នាទីគូបញ្ជាក់ផងដែរថានេះគឺជាការធ្វើដំណើរលើកដំបូងរបស់លោកថាក់ស៊ីនស៊ីនវត្រាទៅកាន់ទីក្រុងឌូបៃនៅក្នុងរយៈពេល2ឆ្នាំបន្ទាប់ពីការវិលត្រឡប់ចូលស្រុកថៃវិញកាលពីថ្ងៃទី22ខែសីហាឆ្នាំ2023ជាមួយនឹងការធ្វើដំណើរគួរឲ្យសង្ស័យដែលដំបូងឡើយថាទៅសិង្ហបុរីបន្ទាប់មកបែរជាទៅឌូបៃលោកថាក់ស៊ីនស៊ីនវត្រាបានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គម X របស់គាត់នាព្រឹកថ្ងៃសុក្រនេះថាមូលហេតុដែលគាត់បដូរទិសដៅទៅឌូបៃពីព្រោះតែប៉ូលីសអន្តរជាតិថៃសួរនាំគាត់ច្រើនពេកធ្វើឲ្យគាត់ខាតពេលវេលានៅក្នុងការហោះហើរដែលវាខាតពេលអស់ទៅជិត2ម៉ោងហើយពីឡុតរបស់គាត់បានប្រាប់ថាយន្តហោះឯកជនមិនអាចហោះទៅដល់អាកាសយានដ្ឋានសិលតានៃប្រទេសសិង្ហបុរីទាន់ពេលទេដោយសារតែអាកាសយានដ្ឋាននោះបិទនៅម៉ោង 10 យប់ហើយម៉ោងនៅប្រទេសសិង្ហបុរីដើរលឿនជាងម៉ោងនៅថៃចំនួន1ម៉ោងដោយសារតែបញ្ហាយឺតយ៉ាវនៅក្នុងការហោះហើរដូចនេះលោកក៏បានបញ្ជាឲ្យពីឡុតរបស់គាត់ហោះឆ្ពោះទៅកាន់ទីក្រុងឌូបៃជំនួសវិញពីព្រោះនៅទីនោះក៏មានគ្រូពេទ្យផ្នែកឆ្អឹងនិងគ្រូពេទ្យផ្នែកសួតដែលលោកថាក់ស៊ីនជាបាលជាមួយអស់រយៈពេលជាយូរមកហើយផងដែរសូមជម្រាបផងដែរថាលោកថាក់ស៊ីនស៊ីនវត្រាធ្លាប់រស់នៅឌូបៃអស់រយៈពេលជាច្រើនឆ្នាំហើយគាត់ថែមទាំងមានទីកន្លែងស្នាក់នៅផ្ទាល់ខ្លួននៅក្នុងទីក្រុងឌូបៃផងដែរដែលគាត់រស់នៅទីនោះនៅក្នុងកំឡុងពេលដែលគាត់និរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំដើម្បីគេចវេះពីការកាត់ទោសនិងការចាប់ឃុំខ្លួននៅក្នុងប្រទេសថៃក្រោយពីរដ្ឋប្រហារឆ្នាំ2006ហើយមួយវិញទៀតការដែលគាត់នៅទីនោះពីព្រោះតែនៅទីនោះមានផលប្រយោជន៍អាជីវកម្មច្រើនហើយទីក្រុងនោះក៏ងាយស្រួលនៅក្នុងការធ្វើការភ្ជាប់នៃការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតផងដែរតែរឿងពិតថាតើលោកថាក់ស៊ីនត្រឡប់ទៅប្រទេសថៃវិញឬក៏អត់យើងមិនទាន់ដឹងនោះទេយើងមានតែរងចាំតាមដានទស្សនាទាំងអស់នេះបន្តទៀតសូមអរគុណសម្រាប់ការទស្សនាហើយសូមកុំភ្លេចជួយចុចចាញ់ link Telegram ដែលមានដាក់នៅក្នុង description ខាងក្រោមផងដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃសូមអរគុណ